តោះបងឥឡូវនេះយើងបានមកចិត្តណែមហូបទាំងអស់គ្នាបងដោយសារតែមិញហ្នឹងគឺនាងខ្ញុំទៅបេះស្លឹកកទួតហើយលាងទឹកឲ្យស្អាតមកហើយញ៉ាំនេះបងណែមហ្នឹងគឺកូនខ្ញុំទិញមកពេលយប់ហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ហូបខ្ញុំអត់ហ៊ានហូបទេដល់ពេលអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំងើបពីដេកមកឃើញវារៀងឃ្លានបងហើយក៏ប៉ើងទូទៅឃើញណែមហ្នឹងអញ្ចឹងក៏យកមកភ្លក់ឲ្យបងមើលអញ្ចឹងណាហើយរសជាតិវាគឺជូរប្រៃផ្អែមឆ្ងាញ់ខ្លាំងមែនតើបងហើយផ្ទាប់ជាមួយស្លឹកកទួតនេះតែស្ដាយអត់មានជីអាណាបងអញ្ចឹងហើយអត់បានហូបជាមួយជីអាណាទេស្លឹកកទួតជីអាណាជាមួយណែមគឺឆ្ងាញ់បំផុតហើយបងហើយមើលតែមាត់ទៅដឹងហើយហូបនឹងបងអើយនិយាយពីថាហូបអស់មួយដុំនឹងហើយចិត្តទៀតចិត្តអស់ពីរដុំទៀតហ្នឹងហើយដល់ពេលដុំចុងក្រោយបងអើយតែគេដាក់ម្ទេសហុយនៅក្នុងសាច់ណែមហ្នឹងឃើញសាច់កន្លែងហ្នឹងឡើងក្រហមដែរតែនាងខ្ញុំអត់ចាប់អារម្មណ៍ហ្នឹងហើយដល់ពេលអញ្ចឹងកំពុងតែឆ្ងាញ់ជក់មាត់ដល់ពេលអញ្ចឹងហើយក៏ហូបទៅខំហូបទៅបងឲ្យដល់ពេលហើយមានអីណាបងអើយនិយាយពីថាហិលហោះឡើងក្តៅវវេមាត់ឡើងក្រហមមុខក្រហមមាត់តែម្ដងអត់ដឹងថាវាម្ទេសនឹងវាហិលខ្លាំងដល់ថ្នាក់នឹងទេហ្នឹងហើយត្រូវនឹងនាងខ្ញុំអត់ហូបហិលទៀតបងអើយដោយសារតែយើងមានកាពះពោះវៀនអញ្ចឹងអត់សូវហ៊ានហូបហិលទេដល់ពេលហើយឥឡូវអស់មួយដុំណាបងឃើញអត់នេះឥឡូវចិត្តមួយដុំប៉ុណ្ណឹងមកទៀតហើយឆ្ងាញ់ខ្លាំងមែនតែម្ដងណាបួងយកស្លឹកកទួតបេះមកឡើងមួយដៃធំគឺអស់អាលេងហ្នឹងហើយខ្ញុំថតរូបកន្លែងដើមកទួតនេះហើយខ្ញុំដាក់ផុសទៅបងថាងត្រួយកន្ទួតយកទៅផ្ទាប់ជាមួយណែមឆ្ងាញ់ណាស់ឥឡូវបងអូនយកមកផ្ទាប់ជាមួយណែមហូបឲ្យបងមើលនឹងឲ្យហូបមើលស្លឹកកទួតហ្នឹងដោយសារតែខ្លាចវាមានចៃហ្នឹងហើយអញ្ចឹងកន្លែងណាមានចៃបេះចេញទៅកន្លែងណាអត់ចៃទេក៏ហូបទៅឲ្យលាងទឹកលាងអីក្លុកឡើងពី3ទឹកឲ្យបងអើយអញ្ចឹងហើយបានជាតែនៅតែអត់ទុកចិត្តហ្នឹងហើយដល់ពេលអញ្ចឹងទៅស្លឹងចេះតែមើលរហូតអញ្ចឹងទៅហើយឆ្ងាញ់ខ្លាំងណាបងនេះកូនខ្ញុំទិញពីពេញតែដឹងទិញពីកន្លែងណាទេអញ្ចឹងបងបើចង់ហូបចង់អីមើលឃើញវីដេអូបងអូនស្មើបានហើយចង់ហូបអាចរកទិញហូបបានអញ្ចឹងណាបងឲ្យជាពិសេសនៅពេញហ្នឹងឃើញគេមានលក់ណែមហ្នឹងច្រើនមែនតើដោយសារមានណែមក្លុកមានណែមអីគ្រប់ប្រភេទដែរបងអើយនឹងឲ្យគេដាក់លក់នឹងនេះខ្ញុំមកឃើញមើលទៅក្នុង Facebook ហ្នឹងក៏ឃើញតំណងខ្លាំងមែនតើហ្មងនេះអាដុំទី3នេះឲ្យបងអើយដែលធ្វើឲ្យនេះខ្ញុំនិយាយលែងចេញតែម្ដងហ្នឹងហើយព្រោះឲ្យវារៀងក្រហមមកសាច់វាអត់សដូចអាមុនទេអាចុងកតុយបងឲ្យដាក់មកលេងខំមួយម៉ាត់ក្តៅស្លឹកកាជៀកងាំងតែម្ដងហ្នឹងហើយដល់ពេលអញ្ចឹងនេះខ្ញុំហ្នឹងរកទឹករកអីតកកនៅក្នុងធុងបងប្អូនហើយដាក់មកបៀមាត់អើយគឺហិលហោះតែម្ដងហិលរបស់គេមកឆ្ងាញ់មែនចុងក្រោយនឹងហើយនៅសល់បន្តិចហ្នឹងប្តីខ្ញុំគាត់ហូបចុងក្រោយហ្នឹងគាត់ហូបទៅដោយសារតែម្ទេសច្រើនហ្នឹងតែគាត់អត់និយាយថាហិលថាអីទេហិលតែនាងខ្ញុំចង់ស្លាប់បងប្អូនអើយមិនដឹងស្អីស្អុកទេហ្នឹងហើយឥឡូវចាប់ដើមហូបទៀតហើយណាចឹងបងអើយមានពេលទំនេរអត់បានទេគឺងើបក្រោកមកធ្វើវីដេអូភ្លាមតែម្ដងមិនសិនជាអត់ធ្វើវីដេអូទេអត់មានអីផុសចែកជូនបងប្អូនមើលទេអញ្ចឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងនេះបងប្អូននៅចាប់ដើមហិលហើយហ្នឹងកន្លែងហ្នឹងគឺហិលហើយណាចាប់ដើមឈឺតហើយអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយបាយបាយហេងទាំងអស់គ្នា